លោកអមយន្តទៀងប្រធានអង្គភិបប្រឆាំងអំពើពុករលួយនៅថ្ងៃសុក្រទី15សីហានេះបានប្រកាសបើកយុទ្ធនាការកម្ចាត់អំពើពុករលួយថ្មីមួយទៀតដែលមានឈ្មោះថាចាប់ខ្មោចពុករលួយយុទ្ធនាការទី4ខាងមុខនេះរបស់យើងនេះគឺជាយុទ្ធនាការមួយចាប់ខ្មោចពុករលួយបានន័យថាខ្លួនខ្មោចខ្លួននៅទទួលយកប្រាក់ខែដូច្នេះលើកនេះយើងចាប់ខ្មោចម្ដងមានន័យថាបញ្ហាសាមញ្ញទេគឺអ្នកដែលរក្សាក្របខ័ណ្ឌខ្មោចនេះទុកហើយយកលុយរបស់ជាតិយកដាក់កប៉ៅខ្លួនឯងអ្នកនោះត្រូវតែប្រឈមមុខនឹងការកេងយកផលប្រយោជន៍ដ៏ខុសច្បាប់លោកអមយន្តទៀងបានមានប្រសាសន៍ថាយុទ្ធនាការថ្មីនេះនឹងចាប់ផ្ដើមចាប់ពីសប្តាហ៍ក្រោយនេះតទៅដោយជំហានដំបូងអង្គភាពប្រឆាំងអំពើពុករលួយនឹងចេញសេចក្តីប្រកាសព័ត៌មានស្តីពីយុទ្ធនាការនេះដល់ស្ថាប័នទាំងអស់ទាំងរដ្ឋនិងស៊ីវិលក៏ប៉ុន្តែអង្គភាពនឹងទុករយៈពេល3ខែដើម្បីឲ្យស្ថាប័នទាំងអស់នោះលុបចេញនូវឈ្មោះខ្មោចដែលយកតែប្រាក់ខែរដ្ឋនេះលោកទេសរដ្ឋមន្ត្រីបានបន្ថែមថាអង្គភាពប្រឆាំងអំពើពុករលួយនឹងសហការស្លមុតជាមួយក្រសួងសេដ្ឋកិច្ចនិងក្រសួងមុខងារសាធារណៈដើម្បីរួមគ្នាកម្ចាត់អំពើពុករលួយប្រភេទនេះដោយគ្មានការលើកលែងនោះទេជាមួយគ្នានេះលោកអមយន្តទៀងបានព្រមានថាបើប្ររយៈពេល3ខែអង្គភាពប្រឆាំងអំពើពុករលួយនឹងចុះទៅពិនិត្យមើលក្រសួងស្ថាប័នឬការិយាល័យដែលសង្ស័យថាមានអំពើពុករលួយប្រភេទនេះហើយបើមានឈ្មោះខ្មោចនោះប្រធានស្ថាប័នឬការិយាល័យទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់លោកអមយន្តទៀងបានសង្កត់ធ្ងន់ថាអ្នកប្រព្រឹត្តអំពើពុករលួយប្រភេទនេះអាចមានទោសទណ្ឌជាប់ពន្ធនាគាររយៈពេល2ឆ្នាំសូមបញ្ជាក់ថាយុទ្ធនាការនេះនឹងក្លាយជាបេសកកម្មទី4របស់អង្គភាពប្រឆាំងអំពើពុករលួយបន្ទាប់ពីអង្គភាពមួយនេះបានបើកយុទ្ធនាការធំចំនួន3រួចមកហើយដែលរួមមានដូចជាកម្ចាត់អំពើពុករលួយលើមន្ត្រីសង្គមគិច្ចសេវាសាធារណៈនិងអំពើពុករលួយក្នុងពេលប្រឡងបាក់ឌុបដែលទើបកន្លងផុតទៅ